ពិសេសទី1ទឹកទី1គូទី1បើឆា3ទឹកបាទក្លឹបឥឡូវនៅក្បែរគ្នាទេនៅប្រេកភ្នៅក្បែរគ្នាទេបាទបើឆាលៀមប៉ះតឡោបន្តិចគូបឺតខាំអញ្ញាកណានៅក្នុងប្រេកភ្នៅដែរបឺតសំខាន់មកជាស្រ័យចាក់ចង្គង់បោះចង្គង់សងវិញរៀកបង្វិលបន្តិចបាទលោកអញ្ញាកណាស្រ័យឲ្យឈប់បាទហានតោងសងវៀនបន្តការប្រកួតទៀតបង្គោលក្រមបាទអសុរៈបាទឈ្មោះនេះឈ្មោះរឿងយៈមកបាទក្នុងរៀនគេបាទលោកឆ្វេងមួយពីភិរមតតស្ដាំសុរៈរងជាប់ធាក់ទល់វិរិទ្ធទាត់ក្រោមពីអសុរៈបោះចង្គង់ស្ដាំចាក់ចង្គង់សងវិញរុញអប់បន្តិចតោងស្អិតដូចតកែបិទបាទបច្ចេកទេសបិទល្អបាទខាងខៀវបាទភិរមរៀងខ្ពស់ជាងបន្តិចដកថយបោះចង្គង់ស្ដាំណែនកលៀកក្អមចាប់បវលមកជ្រែងឲ្យឡងលឿនខ្លួនឡាំចង្គង់មួយឡើងចង្គង់មួយអត់បញ្ញាប់ទេថ្មីបាទថ្មីដូចគ្នាមិនមែនថ្មីខ្លាំងទេថាថ្មី3 4ប្រកួតចឹងសមត្ថភាពនៅមានកម្រិតប្រឹងប្រែងដើម្បីចាប់បង្កើតគេឈ្មោះបោះឆ្វេងមួយបាទចេះសំណាងហើយពីគាត់ថាពីត្រូវទេទាត់ក្រោមមួយទៀតអូយលេងគុណអសុរៈចង្គង់សងវិញពីរំរៀបាទនៅពេលដែលគៀកមានដំណងអសុរៈរៀងចំទៅបន្តិចដោយសារតែស្ទើរកម្ពស់ជាងបាទស៊ុបពើគុណខ្មែរស៊ុបពើប៊ូស្រងចិត្តយកកម្ពុជាស៊ុបពើមកទៀតអូយអសុរៈបោះជង្គង់ណែល្អពីរំចាក់បានវាយជង្គង់ស្ដាំវាយជង្គង់ឆ្វេងបាទជ្រុំជង្គង់លិនបាទ1នាទីចុងក្រោយទឹកទី1ទាត់ក្រោមទាត់ស្ដាំចូលបោះជង្គង់ណែល្អណាស់បាទរូបកែងទាត់មកជើងក៏ចាប់ជើងបានអូយបាត់កែងឆ្វេងបាទបាត់កែងឆ្វេងអូយមួយកែងព្រឺព្រួយមែនតើទាត់ក្រោមបោះជង្គង់គ្រាទាត់ជង្គង់ជាប់ហើយបាទឡើងអត់រួចទេអីយ៉ាបាទដើរចូលទៀតធាក់ទល់បោះជង្គង់សិនលោកឆ្វេងម្ដាយធាក់ទល់ក៏មកចូលឲ្យទាត់ក្រោមដូចគ្នារុះកែងបន្តិចចាប់គ្រាបាទឡើងជង្គង់មួយចាក់ជង្គង់មួយទៀតបាទលោកអញ្ញាក្រាសម្រួលតាមក្រោយបាទពាក់ក្រាទឹកគឺចេញវិជាគុណល្អដូចគ្នាបាទមាត់ស្ដាំកំដងពួនទឹកធាក់ទល់មួយកុំឲ្យចូលក្បែរចូលបោះជង្គង់ដូចគ្នាចាក់ជង្គង់មួយទៀតចាប់ទឹកទី1ទឹកទី2គូទី1ចូលដល់ទឹកទី2បង្គោលក្រហមរិទ្ធីអសុរៈបង្គោលខៀវរិទ្ធីភិរមដើរចូលធាក់ដើរចូលមួយទៀតបោះចាក់ជង្គង់បាទលោកឆ្វេងមួយសិនរបស់ភិរមអូយភិរមទាត់កកស្អាតតែមិនសូវជាទាត់ប្រមាណជង្គង់ហោះរបស់អសុរៈបោះជង្គង់ស្ដាំរបស់ភិរមអូយបាទរៀកអូយកាច់និយាយពីអាងខ្ពស់មកកាច់អាងខ្ពស់ជាងមកធាក់ទល់មួយទៀតធាក់ទាត់ដេញតាមទាត់ក្រោមដេញបាទចាប់បានវាយជង្គង់សិនទាញកាច់អើយបាទស្ទើរកម្ពុជាជាងតិចអសុរៈក្បីហ្នឹងលេះឡាប់អសុរៈឥឡូវហ្នឹងបាទធាក់មួយសិនបាទយកធាក់មួយទៀតរបស់ភិរមបាទភិរមអូយគេថាវាយតប់វត្តម្ដាយទៀតលោកបោះជង្គង់អូយបីជង្គង់អូយដេញតាមវាយពុនទឹកស្ដាប់ខាងលើ2 3 4 5 6 7សុពនេះបានតែសុពប៊ូស្រងសុពគុណខ្មែរសុពវាយគេដល់ទួលខ្លួនឯងណាបាទអស់ចំហក្រោមឡើងដើរចូលជ្រុំទៀតមិនស្ដាប់ម្ដាយជ្រុំហើយជង្គង់អត់ចិត្តហើយចិត្តចូលទៅបុកកែងចាច់ជង្គង់មួយទៀតជាប់ជីបចោហើយបាទជាប់ជីបចោហើយបាទគាត់អត់បោះចាក់មួយទៀតចិត្តហើយដេញហើយចាក់មួយទៀតណែបង្គោលស1 2
ចូលណែនពេក 4 បាទ 5 បុកដូចសូត្រវាសនាតាំងនៅក្មេងអញ្ចឹង 7 8 ទៅរួចអត់បាទអសុរៈរួច ប្រកួតបន្ត បាទគ្រាន់តែចូលសុពើគេតិចមិញបាទវាយស្រង់ដើមវាយដោះស្រង់ដើមចូលណែនទៀតចង្គង់កែងម្ដងយ៉ាចង្គង់ទៅក្រោយអូយបាទចិត្តចប់ហើយសល់តែប្រមាណវិនាទីទៀតទេបាច់ជើងហោអូចាប់ជើងបានបោះបុកកែងអូចាច់ចង្គង់មួយទៀតបាទចិត្តចប់ហើយមិនតិចទៀតទេអត់តស៊ូឡើងដល់លោកឆ្វេងវាយស្លាប់ជង្គង់ហោមួយទៀតរបស់ពីរុំដេញអាដាសារៈផុតទឹកនឹងទេមើលទៅព្រមនឹងចាំផ្ដួលទឹកនេះអើយបោះបានម្ដាយពីរដៃសងវិញនេះពីរុំដេញជង្គង់អាសារៈបាទតិចខ្លួនឯងអស់ទៅអូយបាទនៅខែដង្ហើមចុងក្រោយទឹកទី2អូចែសំណាងដល់ ទឹកទី 3 ដែលជាទឹកផ្ដាច់ព្រាត់ បាទទឹក3ទឹកដាច់ព្រាត់ហើយបង្គោលក្រមរិទ្ធីអសរៈបង្គោលខៀវរិទ្ធីពីរុំបាទពីរុំដាច់វិញអូបោះមកកែងបាទតវាយរកវិញមកល្អមើលអសរៈបានមករកវិញអត់បានមករកវិញនៅតែល្អមើលអាយ៉ាពីរដៃទាត់ស្ដាប់មួយទៀតចាប់បានពីរុំបាទបោះម្ដាយអសរៈចាប់ជើងបានមកបង្ហើមកជើងបន្តការប្រកួតទៀតដេញតាមលុកឆ្វេងមួយសិនរបស់ពីរុំអសរៈដេញតដេញសងតិចបោះជង្គង់វិញបាទឆាបបានត្រឹមតែឆាបទេបាទលោកញ៉ាំងរ៉ាញែកហើយបន្តការប្រកួតទៀតបាទលោកទល់វាយពោះទឹកមួយដេញមួយទៀតធាក់ទុកមួយសិនអត់ប្រញាប់បាទមើលប្លង់សាថ្មីធាក់ទុកវិញរបស់អសរៈពីរុំធាក់អសរៈឆក់ឆ្វេងម្ដាយណែនស្ដាំតបម្ដាយល្អណាស់របស់បាទហើយមកជើងទៀតរបស់ពីរុំបាទអសរៈដកថយតិចពីរុំមើលប្លង់សិនអសរៈទាត់ក្រោមពីរុំវាយពោះទឹកអូយបាទថយមកកណ្ដាលកុំឲ្យទៅដៃទៅជើងបាទពីរុំក៏មុខទៅមានព្រៀបហើយតាំងពីរាប់ក៏ដូចជាបច្ចេកទេសបាទដតតែសិនទឹក2ប្រឹងមកដាច់តែមិនដាច់អញ្ចឹងទឹក3សម្រាប់វាយមួយវិញព្រោះតែទឹក2ឈ្នះដាច់ហ្នឹងស្ដាំម្ដាយទៀតរបស់ពីរុំមកជើងចូលទ្រូងបន្តិចជង្គង់ហោះឥឡូវហើយបាទអសរៈធាក់ឆ្វេងសងវិញចលោលត់ទាត់មកជើងខាងលើកាប់ចានបាទអាកោបាទអាយ៉ាសហៈធាក់បាទអសរៈបាទចំពោះគាត់ពីមុខច្រឡំដែរបាទធាក់លោកមួយសិនស្បៃ4ទឹកដល់ជង្គង់ហោប្រសាទទៀតរបស់ពីរុំបាទអសុរៈដកថយបន្តិចទៀតតាមម្ដាយដកថយបន្តិចបាទមានអីអសុរៈអស់ដែរអសុរៈលេងហ៊ានហើយបាទថ្ងៃនេះឯងនឹងសុំចាញ់ត្រឹមនេះតែមិនប្រកាសថាលើកជួបលើកក្រោយផុតទេឥឡូវយើងដឹងសមត្ថភាពនេះប្រឹងយើងអត់ដូរផ្ដាច់ជាមួយទេមកទុកឲ្យរួចខ្លួនសិនពីព្រោះអត់ស្រួលទេដៃគូយើងខ្លាំងនេះគេថាចេះសិក្សាដៃគូច្បាស់អាហ្នឹងអត់អីទេចេះប្រមាណកម្លាំងខ្លួនឯងចាប់ទឹកទី3បាទចាប់ទឹកទី3អាចចាប់ទឹកទី3បានក៏ទទួលស្គាល់ថាគ្រាន់បានបន្តិចដែរព្រោះយើងដឹងសមត្ថភាពខ្លួនឯងមានកម្រិតបាទលើកក្រោយហាត់ឲ្យល្អជាងនេះកម្លាំងឲ្យល្អជាងនេះណាមួយដៃគូខ្ពស់ឲ្យល្អដែរគេថាជួបដៃគូខ្លាំងអញ្ចឹងយើងសិក្សាពីកំហុសខ្លួនឯងបានមុននឹងប្រកាសលទ្ធផលទស្សនារូបភាពសារឡើងវិញសិនបាទតែទឹក3នេះអត់សូវសម្បូរប្លង់ស្អាតដូចទឹក2ទេឥឡូវនេះចាប់ជើងបានវាយមកអូយទៅចំកាសៀវតែតិចដែរបាទចាប់គូនេះចូលដល់គូក្រោយបាទ5ទឹកហើយបាទកូនសិស្សរបស់លោកគ្រូរីគីទៀតបាទ
បាទសង្ឃឹមថាគូក្រោយកូនសិស្សលោកគ្រូរិគីស្រង់ដើរបានចុះ យ៉ាត់មកពីចាញ់ពីទៅវិញអូនខ្លាខំហើយបាទសូមជូនពេលវេលាដល់គណៈកម្មការបច្ចេកទេសដើម្បីប្រកាសលទ្ធផល ចាសសូមអរគុណបងកូខៀវឈ្នះកីឡាករបង្គោលក្រហមដោយពិន្ទុ អបអរសាទរបាទរិទ្ធីវិរម